បុរសនោះគ្រាន់តែក្រវីដៃតិចៗទ្វារដៃដ៏រឹងមាំក៏រលាយភ្លាមៗបន្ទាប់មកគាត់ក៏បានដើរចេញពីបន្ទប់ឃុំឃាំងយ៉ាងរលូនប៉ុន្តែនៅពេលដែលគាត់ដើរចេញពីភណ្ឌនាគាររៀបនឹងឡើងលើរថយន្តចម្បាំងរបស់គាត់ដើម្បីចាក់ចេញស្រាប់តែមានប៉ូលីសដែលមិនខ្លាចស្លាប់ម្នាក់បានដេញតាមពីក្រោយវាយមួយទំហឹងទៅលើក្បាលរបស់បុរសនោះធ្វើឲ្យចង្ការដ៏ស្រស់សង្ហារបស់គាត់វាយតែម្ដងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់អោនោះគីគាត់មិនបានសងសឹកប៉ូលីសដែលលោកវាឆ្មាក់នោះដែរតាមពិត Ghost Rider ដាក់ទោសតែអ្នកដែលមានកំហុសប៉ុណ្ណោះនឹងមិនធ្វើឲ្យអ្នកសួរត្រង់រងរបួសឡើយដូច្នេះបុរសនោះមិនបានយកចិត្តទុកដាក់នឹងទង្វើដ៏ប្រហើនរបស់ប៉ូលីសឡើយបន្ទាប់មកបុរសនោះបានដកច្រវាក់ដៃប្រវែង10ម៉ែត្រចេញមករួចជិះរថយន្តចម្បាំងរបស់ខ្លួនដើរលេងពេញពេលយប់ដោយមិននិយាយអ្វីទាំងអស់ម៉ូតូដ៏សាហាវនោះលួនសូត្រហឹងពេញផ្លូវហើយគ្រប់ទីកន្លែងដែលវាទៅដល់វានឹងបន្សល់ទុកនៅកន្ទុយភ្លើងលឿនលឿនពេកបណ្ដាលឲ្យរថយន្តដែលចតនៅក្បែរនោះក្រឡាត់នៅពេលនេះប្រធានពន្ធនាគារបានបញ្ជាឲ្យចាប់បុរសនោះនៅទូទាំងទីក្រុងដោយបញ្ជូនមន្ត្រីប៉ូលីសទាំងអស់ឲ្យបិទផ្លូវគ្រប់ច្រកល្ហកបុរសនោះគ្មានជំរឿសក្រៅពីជិះឡើងលើស្ពានអាកាសហើយមិនយូរប៉ុន្មានប៉ូលីសមួយក្រុមធំបានឡោមព័ទ្ធគាត់ពួកគេបានទាមទារឲ្យបុរសនោះចុះចាញ់ភ្លាមៗបើមិនដូចនោះទេពួកគេនឹងបាញ់គាត់ឲ្យខ្លាចជាសម្បុកអូម៉ាល់ប្រឈមមុខនឹងការឡោមព័ទ្ធពីមុខពីក្រោយរបស់ប៉ូលីសបុរសនោះមិនបានស្លន់ស្លោឡើយគាត់ក៏បត់ក្បាលឡានចុះទៅក្នុងទឹកភ្លាមសម្លឹងមើលទឹកទន្លេដែលកំពុងពុះកញ្ជ្រោលប៉ូលីសដែលមិនចង់ជឿភ្នែកខ្លួនឯងបានត្រឹមតែលើកកំភ្លើងរងចាំយ៉ាងប្រុងប្រយ័ត្នមួយសន្ទុះក្រោយមកបុរសនោះរទេះចម្បាំងរបស់គាត់បានងើបចេញពីផ្ទៃទឹកយ៉ាងយឺតបន្ទាប់ពីបានសោយចំអកឲ្យប៉ូលីសរួចមកគាត់ក៏បានជិះម៉ូតូដែលប្រើបានទាំងលើគោកនិងក្នុងទឹកចាក់ចេញទៅយ៉ាងមានអំណួរ